បាទជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាពិសេសសួស្តីដល់បងប្អូនដែលទើបតែចូលរៀនថ្នាក់ភាសាអង់គ្លេសដំបូងថ្ងៃនេះខ្ញុំមានមេរៀនមួយចង់ចែកម្លែកទៅដល់បងប្អូនគ្នាដែលទាក់ទងជាមួយនឹង present simple នៃ verb to be ចង់ដឹងថា present simple នៃ verb to be យើងប្រើប្រាស់វារបៀបម៉េចហើយវាមានរូបមន្តបែបណាតោះយើងទៅតាមទាំងអស់គ្នាបាទឥឡូវនេះយើងចូលមកដល់មេរៀនរបស់យើងហើយអញ្ចឹងយើងចាប់ផ្ដើមសិក្សាដល់គ្នាដោយថ្ងៃនេះគឺយើងនិយាយអំពី present simple នៃ verb to be អញ្ចឹងយើងចូលទៅដល់ទី1គឺទម្រង់ positive form ទម្រង់ positive form របស់ present simple នៃ verb to be គឺយើងមាន subject យើងមាន subject បូកជាមួយនឹង verb ឬហៅថា verb to be នឹងឯងហើយបូកជាមួយនឹង complement ដោយ subject របស់យើងគឺមានទី1គឺ subject I ទី2គឺ subject you ទី3គឺ subject we ទី4គឺ subject she ទី5គឺ subject he ទី6គឺ subject it ទី7គឺ they អញ្ចឹងយើងមាន subject យើងជាប្រធានបើបកប្រែក្នុងន័យខ្មែរថាប្រធានរបស់យើងគឺមាន7ទី1គឺ I you we she he it they អញ្ចឹង subject របស់យើងគឺមាន7ហ្នឹងគឺមាន I you we they he she it គឺមាន7ហ្នឹងអញ្ចឹង subject បូកជាមួយនឹង verb to be របស់យើងគឺវាមាន3 verb to be គឺមាន3ទី1គឺ am ទី2គឺ is ទី3គឺ are បើយើងនិយាយពី subject យើងគឺមាន7ហើយបើយើងនិយាយអំពី verb to be គឺមាន3complement វាគ្រាន់តែជាប្រយោគមួយដែលបំពេញន័យឲ្យប្រធានមានន័យឲ្យស្ដាប់បានអញ្ចឹងយើងឧទាហរណ៍យើងមានឧទាហរណ៍3ខាងក្រោមនេះដោយទម្រង់របស់ positive របស់ present simple នៃ verb to be គឺមាន subject បូក verb to be បូក complement យើងដឹងហើយ subject មាន7 I you we they he she it ហើយ verb to be គឺមាន3 I សំដៅ am is និង are អាហ្នឹងគឺ verb to be យើងមានឧទាហរណ៍3ខាងក្រោមនេះឧទាហរណ៍ថាទី1គឺ I am 10 years old ខ្ញុំមានអាយុ10ឆ្នាំអញ្ចឹង I គឺប្រើជាមួយ am they are students ពួកគេគឺជាសិស្ស they គឺប្រើជាមួយនឹង are ដោយ they នេះគឺជា subject are នេះគឺជា verb to be ហើយ student នេះវាជា complement ឧទាហរណ៍ទី3 My mom is a doctor ម៉ាក់របស់ខ្ញុំគឺជាគ្រូពេទ្យឬជាវេជ្ជបណ្ឌិតដោយ my mom នេះវាគឺជា subject ហើយ is នេះគឺជា verb to be ហើយ a doctor នេះវាជា complement អញ្ចឹងសរុបឡើងវិញគឺទម្រង់ស្របរបស់ present simple នៃ verb to be គឺមាន subject មាន verb to be ហើយនិង complement សរុបរួមគឺ subject បូក verb to be បូកជាមួយនឹង complement ហើយ subject របស់យើងគឺមាន7នេះមាន I you we she he it និង they ដោយ I គឺប្រើជាមួយនឹង am you ប្រើជាមួយនឹង are ហើយ we ក៏ប្រើជាមួយនឹង are ដែរហើយ she គឺប្រើជាមួយនឹង is he ប្រើជាមួយនឹង is it ប្រើជាមួយនឹង is they ប្រើជាមួយនឹង are អូខេអញ្ចឹងយើងតន់មកទាំងអស់គ្នាយើងចូលទៅបន្តទៀតគឺ negative form គឺប្រយោគបដិសេធរបស់យើងគឺទម្រង់របស់វាមាន subject
បូកជាមួយនឹង verb to be បូកជាមួយនឹង not ហើយបូកជាមួយនឹង complement ដោយ subject របស់យើងដឹងហើយគឺមាន7នេះ7នេះ I you we they he she it អាហ្នឹងគឺជា subject ហើយ verb to be របស់យើងគឺវាមាន3នេះគឺ am is និង are ចំណែក not គឺវាជាគេបន្ថែមមកដើម្បីបញ្ជាក់អំពីទម្រង់បដិសេធ complement យើងដឹងហើយមិញគឺរបស់ឬក៏ពាក្យដែលបង្គ្រប់ន័យឲ្យប្រយោគនឹងមានន័យហើយស្ដាប់បានអញ្ចឹងទម្រង់បដិសេធនៃទម្រង់របស់ present simple នៃ verb to be យើងមាន subject ប្រធានបូកជួយនឹង verb to be កិរិយាសព្ទនៃ verb to be ហើយបូកជាមួយនឹង not ហើយបូកជាមួយនឹង complement របស់ឬក៏ពាក្យដែលបង្គ្រប់ន័យឲ្យប្រធានមានន័យហើយស្ដាប់បានជាងមានឧទាហរណ៍3ខាងក្រោមនេះគឺ I am not 10 years old យើងប្រែថាខ្ញុំមិនមែនអាយុ10ឆ្នាំទេ They are not student ពួកគេមិនមានសំដៅពួកគេមិនមែនជាសិស្សទេ My mom is not a doctor ម៉ារបស់ខ្ញុំមិនមែនជាវេជ្ជបណ្ឌិតទេអូខេដោយ I នេះគឺ subject ប្រធាន am នេះជា verb to be ហើយ not នេះគឺជាពាក្យបញ្ជាក់អំពីប្រយោគបដិសេធ 10 years old នេះគឺជា complement ឧទាហរណ៍ទី2 they are not student ពួកគេគឺមិនមែនជាសិស្សទេ they នេះជា subject ប្រធាន are នេះគឺ verb to be ហើយ not នេះគឺពាក្យបញ្ជាក់អំពីប្រយោគបដិសេធសម្រាប់ student សិស្សនេះគឺសំដៅទៅលើ complement My name is not a doctor ម៉ាក់របស់ខ្ញុំមិនមែនជាគ្រូពេទ្យទេ My mom នេះគឺវាឈរជាប្រធាន is នេះវាជា verb to be ហើយ not នេះគឺពាក្យបញ្ជាក់នៃឲ្យប្រយោគបដិសេធចំណែក doctor នេះគឺជា complement អូខេឥឡូវ present សំដៅទម្រង់បដិសេធនៃ present simple verb to be យើងបានបញ្ចប់ហើយយើងចូលទៅប្រយោគមួយទៀតទម្រង់មួយទៀតគឺនិយាយអំពីប្រយោគសំណួរវិញម្ដងអញ្ចឹងប្រយោគសំណួរគឺយើងលើក verb to be មកខាងមុខវិញមកខាងមុខ subject វិញហើយបានបូកជាមួយនឹង verb សំដៅបូកជាមួយនឹង complement បូកជាមួយនឹងសញ្ញាសួរប្រយោគសំណួរនៃ present simple នៃ verb to be គឺផ្ដើមឡើងដោយ verb to be បូកជាមួយនឹង subject ប្រធានបូកជាមួយនឹង complement របស់ឬក៏ពាក្យបង្គ្រប់ន័យឲ្យប្រយោគហើយបានបូកជាមួយនឹងសញ្ញាសួរជាមើលឧទាហរណ៍3ខាងក្រោម am គឺជា verb to be I គឺ subject 10 years old នេះគឺជា complement ហើយបានសញ្ញាសួរបន្ថែមសញ្ញាសួរខាងក្រោយនេះអញ្ចឹងយើងបានប្រយោគសំណួររបស់ present simple នៃ verb to be មួយហើយគឺ am I 10 years old am គឺជា verb to be I ជា subject 10 years old គឺជា complement ហើយសញ្ញាសួរគឺយើងបន្ថែមមកឲ្យត្រូវតាមទម្រង់របស់វាឧទាហរណ៍ទី2 are they student តើពួកគេគឺជាសិស្សមែនដែរទេហើយ are នេះជា to be they នេះជា subject ហើយ student នេះគឺជាសិស្សឬក៏ហៅថា student នេះគឺជា complement ហើយបូកជាមួយសញ្ញាសួរមកយើងបកប្រែថាតើពួកគេគឺជាសិស្សដែរឬទេប្រយោគសំណួរទី3ឧទាហរណ៍ទី3 is my a doctor សំដៅកន្លែងនេះបាត់មួយហើយ is my mom is my mom a doctor តើម៉ាក់របស់ខ្ញុំគឺជាវេជ្ជបណ្ឌិតមែនដែរទេដោយ is នេះគឺជា
verb to be ហើយ my mom នេះគឺជា subject ហើយ a doctor នេះគឺជា complement សម្រាប់សញ្ញាសួរគឺវាដាក់មកដើម្បីបញ្ជាក់អំពីសញ្ញាសួរអូខេយើងបន្តទៅបន្ថែមទៀតគឺរបៀបប្រើប្រាស់វាវិញម្ដងអញ្ចឹង how to use it how to use present simple នៃ verb to be ដោយយើង use am ប្រើជាមួយនឹង I is ប្រើជាមួយនឹង he she ហើយនឹង it ហើយចំណែក are យើងប្រើជាមួយនឹង you we they នេះដូចខ្ញុំសង្ខេបខ្លីមកអញ្ចឹងគឺ I ប្រើមួយ am you we យើងប្រើជាមួយនឹង are ហើយសំដៅហើយ she he it ប្រើជាមួយនឹង is ហើយ they ប្រើជាមួយនឹង are we can contract the verb especially when we are speaking កន្លែងនេះគឺចង់មានថាពួកយើងអាចភ្ជាប់កិរិយាសព្ទហ្នឹងចូលគ្នាជាមួយនឹងប្រធានបានប្រសិនជានៅពេលណាដែលពួកយើងនិយាយឧទាហរណ៍ថា I am tall អញ្ចឹងយើងអាចបញ្ជាប់វាមក am tall you are my friend អញ្ចឹងយើងភ្ជាប់ you ជាមួយនឹង verb to be are នេះចូលគ្នាមកវាបាន you are my friend my mom is a doctor my mom's a doctor អញ្ចឹង mom សំដៅកិរិយាសព្ទ to be នេះគឺយើងភ្ជាប់ជាមួយនឹងប្រធានហើយយើងភ្ជាប់ជាមួយប្រធានបានគឺ my mom's a doctor we are doctors they are student អញ្ចឹងអានេះវាជាច្រើនគេប្រើជាមួយនឹងប្រយោគនិយាយនៅក្នុងភាសានិយាយប៉ុន្តែសរសេរយើងអាចសរសេរបានដែរក្នុងលក្ខណៈក្រៅផ្លូវការតែបើយើងសរសេរឲ្យចំទូមកគឺយើងអត់ភ្ជាប់គ្នាទេអញ្ចឹងណាគាត់ទៅចង់បញ្ជាក់បន្ថែមកន្លែងហ្នឹងអញ្ចឹងយើងសង្ខេបឡើងវិញគឺទី1គឺការប្រើប្រាស់របស់ verb to be ហ្នឹងគឺទី1 am ប្រើជាមួយ I ហើយ he she it ប្រើជាមួយ is ចំណែក you we និង they គឺប្រើជាមួយនឹង are អូខេយើងសូមបន្តទៅមុខទៀតអានេះគឺចង់និយាយអំពីslide តនេះគឺចង់និយាយអំពីប្រយោគបដិសេធនៅពេលដែលយើងកាត់ពាក្យចេញមកខ្លីអញ្ចឹងសំដៅនៅពេលដែលយើងភ្ជាប់ contract verb to be នឹងជាមួយនឹងប្រធានដូចជា I am not 9 years old អញ្ចឹង am not ណាយើងភ្ជាប់មកបែបហ្នឹង am not 9 years old ខ្ញុំមានអាយុ10ឆ្នាំទេប្រយោគពីរហ្នឹងគឺយើងអាចប្រើមួយណាក៏ត្រឹមត្រូវដែរហើយនៃអត្ថន័យវាក៏នៅតែមួយទេ she is not a teacher she's not a teacher ឬក៏ she isn't a teacher អញ្ចឹងអានេះយើងអាចទៅសេបាន3បែបយើងអាចទៅសេបាន3បែបអត្ថន័យនៅតែមួយហើយត្រូវបានដូចគ្នាអានេះឧទាហរណ៍ទី3នេះ they are not English ពួកគេមិនជាជនជាតិអង់គ្លេសទេ they are not English ពួកគេមិនជាជនជាតិអង់គ្លេសទេឬក៏ they are English ពួកគេមិនជាជនជាតិអង់គ្លេសទេអញ្ចឹងរបៀបសរសេរ3ហ្នឹងឬក៏និយាយ3ប្រយោគហ្នឹងយើងប្រើវាត្រូវបានទាំង3គឺអត់ខុសទេអូខេអញ្ចឹង present simple នៃ verb to be របស់យើងគឺបានដល់ទីបញ្ចប់ហើយខ្ញុំសរុបជូនឡើងវិញបន្ថែមភាសាទៀតគឺទម្រង់ស្របរបស់វាគឺទម្រង់ស្របរបស់ present simple នៃ verb to be វាមានស្របគឺ positive គឺមាន subject អក្សរ A នេះគឺតំណាងឲ្យ subject
subject បូកជាមួយនឹង verb បូកជាមួយនឹង verb to be ហើយបានបូកជាមួយនឹង complement ដល់ពេលnegatives negative គឺ subject បូកជាមួយនឹង verb to be ហើយបានបូកជាមួយនឹង not ហើយបានបូកជាមួយនឹង complement ដល់ពេល question សំទោសដល់ពេល question គឺយើងលើក verb to be verb to be មកមុខប្រធានវិញម្ដងverb to be ហើយបានបូកជាមួយ subject ហើយបានបូកជាមួយនឹង complement ហើយបានបូកជាមួយនឹងសញ្ញាសួរអូខេនឹងសញ្ញាសួរដល់ពេល subject របស់យើងគឺមាន 7 នេះមាន 7 ខ្ញុំសេអនសាទេចុះ I subject របស់យើងមាន 7 គឺ I you we they he she it នេះ subject របស់យើងមាន 7 I you we they he she it ហើយ verb to be របស់យើងគឺមាន 3 មាន am is និង are នេះ verb to be យើងគឺមាន 3 នេះគឺ am is are ហើយ am ប្រើជាមួយនឹង I you we they ប្រើជាមួយនឹង are អូខេ I you we they ប្រើជាមួយនឹង are ហើយ he she it ប្រើជាមួយនឹង is he c ប្រើជាមួយ is ហើយ it ក៏ប្រើជាមួយនឹង e ដូចគ្នាបាទសូមអរគុណខ្ញុំសរុបជូនឡើងវិញបានប៉ុណ្ណេះអញ្ចឹងសង្ឃឹមដល់បងប្អូនដែលទៅប្រជុំរៀនប្រាក់ភាសាអង់គ្លេសងាយស្រួលយល់ឬក៏អាចចាប់បាននៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនដល់បងប្អូនក៏ដូចជាបងប្អូនដែលទៅប្រជុំរៀនថ្នាក់ភាសាអង់គ្លេសដំបូងផងដែរបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណច្រើន